អូនឯងដឹងថ្ងៃអីអត់ដឹងបងដឹងសួស្ដីបងមានឈ្មោះអីដែរបងហើយបងនៅ Decathlon មានចៃបងមានតួនាទីអីដែរបងឈ្មោះផានិតនៅ Decathlon បងជា e-com operator បងឈ្មោះមួយគេងហើយបងជា sport advisor នៅ department hiking ហើយ water sport ខ្ញុំឈ្មោះសីឡារងថ្ងៃខ្ញុំជា sport advisor នៅ department running បងឈ្មោះម៉ូលីកាបច្ចុប្បន្នជា department manager បងខាង fitness sport ចុះបងមានដឹងអត់ថា Decathlon មានចៃមានអាយុប៉ុន្មានហើយបង Decathlon មានជ័យយើងបងគិតថា3ឆ្នាំ ឆ្នាំនេះ3ឆ្នាំហើយ3ឆ្នាំបង ចង់ដឹងថា favorite thing របស់បងនៅ Decathlon មានចៃបងចូលចិត្តអីជាងគេនៅក្នុង Decathlon មានចៃ ចំណុចដែលគួរចាប់អារម្មណ៍ជាងគឺមានទីធ្លាធំមែនតើនៅក្នុង store របស់យើង គឺយើងផ្ដោតទៅលើកន្លែងដែល display product ដែលភ្ញៀវគាត់អាច testing បានច្រើន sport លេងកីឡាបានច្រើនប្រភេទអញ្ចឹងណា ហើយយើងមាន playground ដែរ playground យើងក៏ធំដែរហើយជាកន្លែងសម្រាប់ customer មកលេង free បានអញ្ចឹងណា នៅ Decathlon មានជ័យក៏មានអីវ៉ាន់កីឡាច្រើនជាងគេនៅ Aeon 3ហើយអីវ៉ាន់ធូរថ្លៃ មួយវិញទៀតរៀងរាល់ថ្ងៃចុងសប្តាហ៍ weekend គឺយើងមានខ្លះនៅនឹងទៀតបូករួមបច្ចុប្បន្នគឺពួកយើងមានខាង inline skate ខ្លះហើយជាមួយនឹងខាង karate ខ្លះ សំខាន់ណាស់ដែល Decathlon មានចៃឯងមានកន្លែងបងមួយ sunset ទៀត